របៀប add printer ចឹងមុនដំបូងទី1យើងត្រូវមាន printer ជាមុនសិនហើយត្រូវដឹងថាតើ printer របស់យើងម៉ាកអីឬថា model អីចឹងឧទាហរណ៍ថាខ្ញុំមាន printer មួយដែលមាន model HP Laser 1200ចឹងឧទាហរណ៍ខ្ញុំត្រូវ add ចឹងក្នុងការដែលយើងរៀប install printer វាមានច្រើនចឹងនេះគឺដោយសារនេះខ្ញុំ add ស្វី printer មួយបញ្ឆោតដែលនៅលើ machine server មានន័យថានៅលើ Windows 2003 server ចឹងខ្ញុំត្រូវ add printer ថ្មីមួយសិនចឹងកន្លែងនេះមានថាយើងត្រូវ install Windows ថ្មីលើ machine install driver printer ថ្មីលើ machine របស់យើងប៉ុន្តែបើយើងយកនេះមានថាយើងជ្រើសតាមរយៈ network មានន័យថាយើងអាចទាញ model printer ពី computer ផ្សេងតាមរយៈ network ចឹងគោលបំណងនេះគឺយើងធ្វើដោយខ្លួនឯងគឺយើងត្រូវការ add ហើយយើងដោះ tick មកគឺយើងយកទៅលើមួយបានហើយចឹងការភ្ជាប់ printer វាមានច្រើនវាមាន LPT នេះគឺជា parallel តាម com តាមអីចឹងទៅឬបើយើងតាមរយៈ print server គេទៅមាន IP មានអីចឹងទៅណាចានេះយើងអត់ទាន់រៀននេះទៅវគ្គក្រោយបើយើងរៀនដល់ print server ប៉ុន្តែកន្លែងនេះគឺយើងត្រូវការ add printer តាមរយៈ parallel port ចឹងកន្លែងនេះខ្ញុំយក model វាគឺ HP បើអក្សរ H មកចឹងលើទៅ HP នេះគឺជា model ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំយក model ណាមួយមក HP Laser ចឹងនេះប្រសិនបើ HP DJ គេខ្ញុំរក HP Laser បាទនេះចូលពួក HP Laser ហើយចឹង HP Laser 1200បាទខ្ញុំឧទាហរណ៍ HP Laser 1200 serial PCL printer name ចឹងកន្លែងយើងត្រូវ share បើយើងអត់ share ទេមានន័យថាគ្រប់ machine client កូនមិនអាចទាញ printer ពី machine server យកទៅ print បានទេចឹងត្រូវចុចយក share បើយើងយកលើមានន័យថាអត់ share ទេចឹង local នេះយើងដាក់ឈ្មោះអ្វីក៏បានដែរចឹងមិនបាច់ដាក់ទេនេះធម្មតាតែយើងចង់ print តែអត់ចឹងយើងមិនបាច់ print តែទេចឹងយើងមាន driver មួយ model HP Laser Jet 1200ចឹងខ្ញុំមកសំដៅលើវា property ត្រូវចុចនៅត្រង់កន្លែងនេះអានេះយើងបី share យើងចង់ share បើយើងមិនចង់ share យើងដាក់ tick អត់ share ទេចឹងយក share ធម្មតាយក device setting ចឹងនៅត្រង់កន្លែង letter នេះយើងត្រូវយកកណ្ដាស់ A4 មានថានេះយក A4 ដែរកណ្ដាស់ RAM យើងគឺប្រភេទ A4 ចឹងត្រូវយក A4 ហើយនៅត្រង់កន្លែងឈប់សិនខ្ញុំរកមើលសិន advanced printing default យក advancedចឹងកន្លែងនេះខ្ញុំយក A4 ដែរអាបានថាគ្រប់ application ទាំងអស់បានថាគ្រប់ក្នុង program Word និង program អីនៅពេលយើង print ទៅគឺវា default A4 តែម្ដងបាទនេះក្នុងការដំឡើង printer នៅលើ machine បន្តមកទៀតយើងត្រូវការឲ្យ machine client ទាញពី printer ពី machine server ដើម្បីទៅធ្វើការ print អញ្ចឹងទី1គឺខ្ញុំបើកទៅលើ machine client នេះខ្ញុំបិទតែម្ដងទៅហើយខ្ញុំ lock ចូល computer PC 12ហើយខ្ញុំចាប់ដើមមើលកន្លែង printer តើវាមាន printer ហើយនៅចឹងមានថានៅត្រង់ចំណុចនេះវាអត់មាន printer ទេបាទវាអត់មាន printer ទេអញ្ចឹងយើងត្រូវការទាញ driver printer ពី machine server ដើម្បីធ្វើការ print មានថានៅលើ machine client យើងនេះយើងមិនចាំបាច់ install printer ទេ
ចឹងក្នុងការដែលយើង add printer ពី server មកគឺមានពីររបៀបនេះរបៀបទី1យើងខ្ញុំធ្វើនៅលើ PC 12ខ្ញុំចុចទៅលើ add printer Connect ចឹងឡើយដូចនៅលើ server ដែរចឹងខ្ញុំអត់យកលើទេគឺខ្ញុំយកក្រោមមានន័យថាខ្ញុំទាញ printer ពី server មកចឹងយើង brawl នេះបានន័យថាឲ្យយកម៉ាស៊ីនយើងវា search រក IP ពីគ្រប់ម៉ាស៊ីនទាំងអស់បាទចឹងយើងជ្រើសយក ITT នេះគឺជាឈ្មោះ domain របស់យើង template ហើយយក domain name ឈ្មោះម៉ាស៊ីនចាំតិចចឹងឡើយនេះយករកឈ្មោះម៉ាស៊ីន server យើងចឹងនេះវាអត់ error ដោយសារមកពី computer យើងអត់តន់ log ទៅកាន់ server ដំបូងចឹងខ្ញុំចាប់តាមឲ្យម៉ាស៊ីនយើង log ទៅសិនចឹងនេះគឺ IP របស់ machine server ចាំឡែតចឹងនេះជា password របស់ admin បាទឥឡូវខ្ញុំ log ចូលបានហើយចឹងខ្ញុំបិទចឹងខ្ញុំត្រឡប់មកចុចនៅលើនេះវិញចាំឡែតខ្ញុំចូលម្ដងទៀតចឹងសុំ back សិនអូខេឥឡូវខ្ញុំមកចូលតាមនឹងទេគឺខ្ញុំ access ចូលកាន់ server តែម្ដងនេះខ្ញុំ access ចូលទៅកាន់ server នេះគឺជា model printer laser 1200 ដែល server ផ្ដល់ឲ្យចឹងខ្ញុំគ្រាន់តែ double click លើវាពីរដងទៅនៅពេលនោះគឺវាបង្កើតនៅលើ client យើងដែល file របស់តែម្ដងបិទចឹងខ្ញុំមកចូលមើលនៅក្នុងកន្លែង printer ខ្ញុំតើមានអីទេចឹងពេលនោះគឺវា add មកតែម្ដងមានន័យថា HP laser 1200 serial on the 203 143ចឹងនេះគឺជារបស់ server យើងចឹងមានថា client របស់យើងវាអាចមានសិទ្ធិ print បានហើយឥឡូវនេះខ្ញុំសាកល្បងចូលទៅលើ computer user 10វិញម្ដងដើម្បីទាញ printer យកមក print នៅលើ machine client ដូចគ្នាចឹងនៅលើ client នៅលើ client ក៏វាអត់មានដែរចឹងខ្ញុំចាប់ដើមទាញចុចលើ start run ហើយវាយ IP របស់ machine server ចឹង machine server លេខ 33ហើយ lock ចូលដូចគ្នាចឹងនេះជាធម្មតាclient អត់មានស្គាល់ username password ទេលុះត្រាយើងជា IT ជា administrator យើងដែរជាអ្នកធ្វើចឹង user អត់មានសិទ្ធអីដឹង password របស់ admin ទេបើសិនជាដឹងគេអាចចូលទៅលុប program ឬឯកសារក្នុងនឹងបានចឹងនោះចេញមកហើយខ្ញុំក៏តែ double click លើ printer ពីរដងពេលនោះវានឹង add printer របស់ពី server ទៅឲ្យ client ស្វ័យប្រវត្តិបាទចុះ add ទៅហើយគឺខ្ញុំ close វិញមកចឹងនៅពេលនោះនៅក្នុង printer របស់ machine client ត្រូវបាន print ធម្មតាចឹងខ្ញុំសាកល្បងបើក Word ឬក៏បើកអីមួយដើម្បី print ចឹងខ្ញុំបើក Word ហើយខ្ញុំសេពាក្យតិចទៅ
ចឹងចុចលើ file យក print ចឹងនេះគឺវាមាន model printer តែម្ដងចឹងគាត់ចុច print ទៅ print បានធម្មតាបាទនេះគាត់តែឧទាហរណ៍ទេបាទទៅចឹងក្នុងការ add printer ពី server មក client ឬក៏ install printer នៅលើ machine server ត្រូវបានបញ្ចប់